អ៊ីរ៉ង់ប្រមានបិទច្រកហូម៉ូជាថ្មីព្រោះអ៊ីស្រាអែលបន្តវាយប្រហារលីបង់ស្ថានភាពមជ្ឈមបូព៌ាកំពុងស្ថិតក្នុងភាពស្រពិចស្រពិលខណៈកិច្ចចរចាសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ដែលបានធ្វើឡើងនៅប្រទេសស្វីសកាលពីថ្ងៃទី21ខែមិថុនានេះនៅមានចំណុចចម្រូងចម្រាសមួយចំនួនដែលមិនទាន់ឯកភាពគ្នាស្របពេលដែលកិច្ចប្រជុំកំពុងដំណើរការស្រាប់តែលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានបញ្ចេញសារព្រមានដ៏ក្តៅគគុកមួយទៅកាន់អ៊ីរ៉ង់ដោយអះអាងថាអាមេរិកអាចនឹងបើកការវាយប្រហារជាថ្មីទៅលើអ៊ីរ៉ង់ប្រសិនបើកិច្ចចរចានេះមិនអាចសម្រេចបានជោគជ័យការលើកឡើងនេះបានធ្វើឲ្យបរិយាកាសក្នុងកិច្ចចរចាប្រែជាតានតឹងដោយអ៊ីរ៉ង់បានចាត់ទុកសារព្រមានរបស់លោកត្រាំថាជាទង្វើដែលអាចបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពមិនតែប៉ុណ្ណោះមេដឹកនាំអ៊ីរ៉ង់លោក Mohammad Bagher Ghalibaf ក៏បានបញ្ជាក់ថាច្រកហូម៉ូនឹងមិនអាចបើកឡើងវិញទេដរាបណាអ៊ីស្រាអែលនៅតែមិនបញ្ឈប់ការវាយប្រហារលើលីបង់បញ្ហានេះបានធ្វើឲ្យអ្នកវិភាគជាច្រើនមានការបារម្ភថាកិច្ចខិតខំប្រឹងប្រែងបញ្ចប់ជម្លោះអាចនឹងត្រូវបានជាប់គាំងបន្តទៀតប្រសិនបើអ៊ីស្រាអែលនៅតែមិនគោរពបទឈប់បាញ់រាយការណ៍ដោយខ្ញុំបាទនីវុធី